ពេលដែលយានធុនធំគាត់ប្រកាន់យកបើកបនលើកន្លងផ្លូវដែលនៅខាងឆ្វេងដៃហើយរថយន្តធុនតូចដែលគាត់នៅពីក្រោយហ្នឹងគាត់ចង់វ៉ាប៉ុន្តែផ្ទុយទៅវិញនៅពេលដែលគាត់មើលឃើញតែរថយន្តធុនតូចកំពុងតែនៅលើកន្លងខាងឆ្វេងស្រាប់ទៅហើយនោះគាត់ក៏សម្រេចវ៉ាស្ដាំតើប្រការបែបនេះជាការត្រឹមត្រូវដែរឬទេក្នុងករណីយើងឡើងវ៉ាជែយានជំនិះមួយទៀតទៅនៅខាងមុខសូមឡើងដើម្បីធ្វើប្រើប្រាស់កន្លងផ្លូវឲ្យបានត្រឹមត្រូវខ្ញុំសូមបង្ហាញជូនដូចតទៅកន្លងផ្លូវនេះគឺសម្រាប់តែម៉ូតូឬក៏យានយន្តសាមញ្ញធ្វើចរាចរណ៍ហើយម៉ូតូឬក៏យានយន្តសាមញ្ញនេះគឺតម្រូវឲ្យប្រើប្រាស់កន្លងផ្លូវផ្នែកខាងស្ដាំគៀកទៅនឹងចិញ្ចើមផ្លូវទី2គឺកន្លងផ្លូវផ្នែកកណ្ដាលនេះគឺសម្រាប់រថយន្តធំដែលមានល្បឿនយឺតធ្វើចរាចរណ៍ចំណែកឯរថយន្តគ្រួសារអាចធ្វើដំណើរនៅលើកន្លងផ្លូវខាងឆ្វេងបំផុតគៀកជាប់ទៅនឹងខឿនបែងចែកទ្រង់ផ្លូវនៅលើកំណាត់ផ្លូវមួយដែលគ្មានគំនូសបែងចែកទ្រង់ផ្លូវឬក៏គំនូសបែងចែកកន្លងផ្លូវអ្នកបើកបរត្រូវអនុវត្តដូចតទៅចំពោះម៉ូតូគឺត្រូវបើកបរគៀកគឺត្រូវបើកបរនៅខាងស្នាមដៃគៀកទៅនឹងចិញ្ចើមផ្លូវចំណែករថយន្តគឺត្រូវបើកបរនៅចំពាក់កណ្ដាលនៃទ្រង់ផ្លូវផ្នែកខាងស្ដាំដោយមិនត្រូវបើកបររំលោភចូលទៅក្នុងពាក់កណ្ដាលទ្រង់ផ្លូវផ្នែកខាងឆ្វេងរបស់ទិសចរាចរណ៍មួយទៀតឡើយយានយន្តគ្រប់ប្រភេទគឺត្រូវតែអនុវត្តដោយត្រូវបើកបរទៅតាមចំណែកផ្លូវឬកន្លងផ្លូវដូចខ្ញុំបានរៀបរាប់អំបញ្ញមិញនេះក្នុងករណីដែលមានឧបសគ្គនៅខាងមុខឬក៏ក្នុងករណីដែលអ្នកបើកបរនោះត្រូវបត់ឆ្វេងទើបគាត់អាចបើកបរលើចំណែកផ្លូវខាងឆ្វេងដៃបានខាងលើកន្លងផ្លូវខាងឆ្វេងដៃបានបាទជាការកត់សម្គាល់ខ្ញុំតែងតែសង្កេតឃើញថានៅពេលដែលយានធុនធំគាត់ប្រកាន់យកបើកបនលើកន្លងផ្លូវដែលនៅខាងឆ្វេងដៃហើយរថយន្តធុនតូចដែលគាត់នៅពីក្រោយហ្នឹងគាត់ចង់វ៉ាប៉ុន្តែផ្ទុយទៅវិញនៅពេលដែលគាត់មើលឃើញតែរថយន្តធុនតូចកំពុងតែនៅលើកន្លងខាងឆ្វេងស្រាប់ទៅហើយនោះគាត់ក៏សម្រេចវ៉ាស្ដាំតើប្រការបែបនេះជាការត្រឹមត្រូវដែរឬទេក្នុងករណីយើងឡើងវ៉ាជែយានជំនិះមួយទៀតទៅនៅខាងមុខសូមឡើងវ៉ាជែនៅផ្នែកខាងឆ្វេងដៃព្រោះច្បាប់ចរាចរណ៍ផ្លូវគោកមិនតម្រូវឲ្យយើងឡើងវ៉ាជែនៅផ្នែកខាងស្ដាំដៃឡើយប៉ុន្តែបើក្នុងករណីនៅខាងមុខរបស់យើងមានឧបសគ្គដោយហេតុថាមានយានជំនិះផ្សេងទៀតដែលកំពុងតែរំលោភបំពានទៅលើកន្លងផ្លូវមិនបានប្រើប្រាស់កន្លងផ្លូវផ្នែកខាងស្ដាំស្របជាមួយនឹងប្រភេទយានជំនិះរបស់ខ្លួនទេតែបែរជាទៅបើកបរលើកន្លងផ្លូវផ្នែកខាងឆ្វេងដៃដែលមិនស្របជាមួយនឹងប្រភេទយានរបស់ខ្លួនក្នុងករណីនេះប្រសិនបើមានការឲ្យសញ្ញាពីយានដទៃទៀតដែលស្ថិតនៅខាងក្រោយជាការស៊ីផ្លេឬក៏ជាការឆ្លាស់គ្នារវាងភ្លើងហ្វាភ្លើងកូដសូមអ្នកបើកបរដែលបំពេញកន្លងផ្លូវនេះសូមមេត្តាអែបស្ដាំដើម្បីឲ្យអ្នកបើកបរត្រឹមត្រូវស្របតាមកន្លងផ្លូវជាមួយនឹងយានជំនិះរបស់អ្នកបើកបរនោះអាចធ្វើដំណើរទៅមុខដោយរលូនប្រសិនបើក្នុងករណីអ្នកបញ្ជាយានយន្តទាំងអស់ពួកគាត់មិនបានយល់ពីការបើកបរពីការប្រកាន់យកកន្លងដែលត្រឹមត្រូវរៀងខ្លួននោះថាតើវានឹងបង្កបញ្ហាអ្វីខ្លះនៅលើដងផ្លូវបាទសូមអរគុណក្នុងករណីដែលអ្នកបញ្ជាយានជំនិះទាំងឡាយណាដែលមិនបានយល់ច្បាស់អំពីការប្រើប្រាស់កន្លងផ្លូវនេះគឺបណ្ដាលឲ្យមានផលវិបាកពីរកើតឡើងទី1គឺធ្វើឲ្យមានការកកស្ទះនៅលើកំណាត់ផ្លូវនោះទី2គឺធ្វើឲ្យមានហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍កើនឡើងខ្ពស់